បោះឆ្នោតនៅថៃការស្ទង់មតិបង្ហាញថាបេក្ខជនបកប្រជាជនទទួលបានការគាំទ្រនាំមុខគេប៉ុន្មានថ្ងៃខាងមុខទៀតក្នុងខែកុម្ភៈនេះថៃនឹងរៀបចំការបោះឆ្នោតជាតិដើម្បីជ្រើសរើសសមាជិកសភាអាណត្តិថ្មីការបោះឆ្នោតថៃដែលមានការចូលរួមពីបេក្ខជនជាង5000មកពីគណៈបកជាង50គ្របដណ្ដប់បញ្ហាសេដ្ឋកិច្ចនិងសន្តិសុខនៅក្នុងកលៈទេសៈដែលថៃកំពុងជាប់ចំនួនព្រំដែនជាមួយខ្មែរនៅជាមួយសប្តាហ៍មុនការបោះឆ្នោតដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី8ខែកុម្ភៈការស្ទង់មតិកាលពីថ្ងៃសុក្រទី30បានបង្ហាញថាគណៈបកប្រជាជនរបស់ចលនាយុវជនបានទទួលសម្លេងការគាំទ្រច្រើនជាងគេច្រើនជាងគណៈបកភូមិចៃថៃរបស់នាយករដ្ឋមន្ត្រីថៃចាប់ផ្ទះលោកអនុទិនឆាន់វីរៈគុលនៅ10ថ្ងៃមុនការរៀបចំបោះឆ្នោតជាតិនៅថ្ងៃទី8ខែកុម្ភៈការស្ទង់មតិបង្ហាញថាគណៈបកប្រឆាំងគឺគណៈបកប្រជាជនដែលមានលោកណដ្ឋភងរឿងបញ្ញវុត្រជាប្រធានទទួលបានសម្លេងគាំទ្រច្រើនជាងគេពលគឺនាំមុខគណៈបកអភិរក្សនិយមភូមិចៃថៃរបស់នាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអនុទិនឆាន់វីរៈគុលនិងគណៈបកភឿថៃដែលមានក្មួយប្រុសរបស់លោកថាក់ស៊ីនជាបេក្ខជននាយករដ្ឋមន្ត្រីបាទតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យសួនសសិទ្ធចេញផ្សាយនៅថ្ងៃសុក្រទី30ខែមករាគណៈបកប្រជាជនរបស់ក្រមចម្រើននិយមដឹកនាំដោយមហាសេដ្ឋីវ័យក្មេងលោកណដ្ឋភងរឿងបញ្ញវុត្រទទួលសម្លេងគាំទ្រប្រមាណ 35.1% នាំមកគណៈបកភឿថៃរបស់គ្រួសារលោកថាក់ស៊ីនដែលទទួលបានការគាំទ្រចំនួន 21.5% គណៈបកភឿចៃថៃរបស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះអនុទិនឆាន់វីរៈគុលទទួលបានសម្លេងត្រឹមតែ 16.1% តែប៉ុណ្ណោះគិតចាប់តាំងពីគណៈបកនយោបាយចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតនៅដើមខែមករាពលគឺបន្ទាប់ពីលោកអនុទិនឆាន់វីរៈគុលប្រកាសរំលាយសភាដើម្បីរៀបចំការបោះឆ្នោតគណៈបកប្រជាជនដែលស្វាហាប់មានប្រជាប្រិយភាពក្នុងចំណោមយុវជនថៃរមែងមានសម្លេងគាំទ្រច្រើននាំមុខគេនៅក្នុងការស្ទង់មតិនៅថ្ងៃសុក្រស្ថាប័នស្ទង់មតិមួយទៀតគឺវិទ្យាស្ថានជាតិដើម្បីអភិវឌ្ឍរដ្ឋបាលបានបង្ហាញពីលទ្ធផលស្ទង់មតិដែលនៅក្នុងនោះលោកណដ្ឋភងរឿងបញ្ញវុត្រប្រធានគណៈបកប្រជាជនទទួលបានសម្លេងគាំទ្រចំនួន 29.9% កើនឡើងពីជាង 24% នៅសប្តាហ៍មុនចំណែកលោកអនុទិនឆាន់វីរៈគុលវិញទទួលបានសម្លេងគាំទ្រ 22.2% នៅក្នុងការបោះឆ្នោតលើកនេះមានបេក្ខជនតំណាងរាស្ត្រជាង 5000 មកពីគណៈបកជាង 50 ចូលរួមប៉ុន្តែមានតែគណៈបក4ធំៗប៉ុណ្ណោះដែលលេចធ្លោជាងគេគឺគណៈបកប្រជាជនគណៈបកភូមិចៃថៃគណៈបកភឿថៃនិងគណៈបកជាតិនិយមរបស់អតីតនាយករដ្ឋមន្ត្រីលោកអភិសិទ្ធវិជ្ជរាជីវ៉ាការឃោសនាបោះឆ្នោតរបស់បេក្ខជននាយករដ្ឋមន្ត្រីផ្ដោតលើបញ្ហាធំពីរគឺឆ្នាំងបាយប្រជាជនត្បិតថាថៃមានកំណើនសេដ្ឋកិច្ចតិចបំផុតពុំធ្លាប់មានក្នុងរយៈពេល30ឆ្នាំមកនេះបញ្ហាធំមួយទៀតដែលបេក្ខជនផ្ដោតសំខាន់គឺសន្តិសុខក្នុងបរិបទនៃភាពតានតឹងនៅព្រំដែនក្រោយការផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរកាលពីឆ្នាំមុននាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអនុទិនឆាន់វីរៈគុលដែលជាបេក្ខជននាយករដ្ឋមន្ត្រីបានសន្យាថានឹងសាងសង់ជញ្ជាំងនៅព្រំដែនជាមួយកម្ពុជាបើសិនលោកជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថៃសាជាថ្មីនៅចំពោះមកការពិតមួយដែលមិនអាចប្រកែកបាននោះគឺការឡើងកោតប្រជាប្រិយភាពរបស់កងទ័ពថៃក្នុងចំណោមមហាជនដោយសារការធ្វើសង្គ្រាមព្រំដែនជាមួយកម្ពុជាបេក្ខជនបកប្រជាជនទំនងយកចិត្តក្រមយោធាក្រមអភិរក្សនិយមថៃដោយបន្ទន់ជំហររបស់ខ្លួនខ្លះលែងទាមទារឲ្យសាររើធ្វើកំណែទម្រង់មាត្រា112តាក់ទងនឹងច្បាប់ជេរប្រមាថព្រះមហាក្សត្រដោយទទួលស្គាល់ប្រជាប្រិយភាពកងទ័ពក្នុងចំណោមប្រជាជនថៃបេក្ខជននាយករដ្ឋមន្ត្រីរបស់បកប្រជាជនលោកណដ្ឋភងរឿងបញ្ញវុត្រនៅបានចេញមកការពារថាវិការកងទ័ពដែលត្រូវប្រើដើម្បីទិញយន្តហោះចម្បាំង Gripen យន្តហោះផលិតដោយប្រទេសស៊ុយអែតត្រូវថៃយកទៅប្រើប្រាស់ច្រើនដងទៅទម្លាក់គ្រាប់បែកក្នុងទឹកដីកម្ពុជា